អំពីអត្តកប៊ីនអាប៊ូរ៉ាដាស់រ៉ាឌីយ៉ាឡោហ៊ូអានថាអ៊ីប្នូអាបាសរ៉ាឌីយ៉ាឡោហ៊ូអានហ៊ូម៉ាបានសួរខ្ញុំថាតើអ្នកចង់ឲ្យខ្ញុំបង្ហាញពីស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនៅក្នុងឋានសួគ៌ឬទេខ្ញុំបានឆ្លើយថាបាទចង់គាត់ក៏និយាយថាស្ត្រីខ្មៅម្នាក់នេះបានមកជួបនប៊ីសល្លឡោះអាឡៃវ៉ាសាឡាំហើយនិយាយថាខ្ញុំមានជំងឺឆ្កួតជ្រូកហើយពេលវាកើតឡើងម្ដងខ្ញុំតែងធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅហេតុនេះសូមលោកសុំពីអល់ឡោះឲ្យខ្ញុំបានជាផងរ៉ាស៊ូលឡោះបានមានប្រសាសន៍ថាប្រសិនបើនាងអត់ធ្មត់នាងនឹងបានចូលឋានសួគ៌តែបើនាងមិនចង់បានដូចនោះទេខ្ញុំនឹងសុំពីអល់ឡោះឲ្យនាងបានជាសះស្បើយស្ត្រីនោះនិយាយថាខ្ញុំនឹងអត់ធ្មត់ប៉ុន្តែពេលវាកើតឡើងម្ដងខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅហេតុនេះសូមលោកសុំពីអល់ឡោះកុំឲ្យខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅលោកក៏បានសុំពីអល់ឡោះឲ្យនាង